បាទសូមជម្រាបសួរសាជាថ្មីហើយក៏សូមអរគុណសម្រាប់ការតាមដាននៅក្នុង page របស់ខ្ញុំបាទហើយនៅថ្ងៃនេះខ្ញុំក៏ចាប់ផ្ដើមនៅ scroll ដែរហើយក៏មានប្រធានបទមួយសម្រាប់ធ្វើការជាកម្មវិធីសិក្សាស្វែងយល់ទាំងអស់គ្នាដែលនៅក្នុងនោះគឺគេឲ្យចំណងជើងថា life is the most difficult exams បាទដែលយើងសម្រួលថាជីវិតគឺជាអឺវិញ្ញាសាប្រឡងមួយដ៏លំបាកបងប្អូនណាបាទជាវិញ្ញាសាហើយសំណួរសួរថាតើនៅក្នុងន័យហ្នឹងគឺគេចង់មានអត្ថន័យយ៉ាងណាជុំវិញតាក់ទងទៅនឹងចំណងជើងដែលគេនិយាយថា life is the most difficult exam នេះយើងបងប្អូនអាចធ្វើការ follow up នៅក្នុងខ្សែវីដេអូមួយនេះដើម្បីទទួលបាននៅអ្វីដែលបងប្អូនចង់បានក៏ប៉ុន្តែមុននឹងឈានចូលទៅក្នុងអត្ថន័យនៅក្នុងការសម្របសម្រួលតាក់ទងទៅនឹងប្រធានបទមួយនេះបងប្អូនដែលមិនទាន់បានធ្វើការ like និង share សូមជួយធ្វើការ like និង share ដើម្បីទទួលបាននៅវីដេអូថ្មីនៅពេលដែលខ្ញុំបាន create សម្រាប់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងកុំឲ្យខាតពេលយូររបស់បងប្អូនសូមបងប្អូនតាមដានទាំងអស់គ្នាដូចតទៅ Here we goបាទសូមជម្រាបសួរសាជាថ្មីទៅដល់បងប្អូនជាទីគោរពនិងជាទីរាប់អានដែលតែងតែនិយមនៅតាមដាននៅ page របស់ខ្ញុំបាទហើយក៏ជូនទៅដល់បងប្អូនដែលមិនទាន់ធ្វើការ subscribe សូមជួយធ្វើការ subscribe និង follow page របស់ខ្ញុំបាទផងដែរដើម្បីទទួលបាននៅគំនិតឬក៏ជាការសិក្សាជុំគ្នាបងប្អូនណាបាទអញ្ចឹងកុំឲ្យខាតពេលយូរខ្សែវីដេអូនេះគឺជាខ្សែវីដេអូមួយដែលមានប្រធានបទក្រោមចំណងជើងថា The life is the most difficult exams ដែលស្ថិតនៅក្នុងវីដេអូលេខរៀងរបស់ខ្ញុំ Learn CC 8បាទលេខ8គឺជាវីដេអូទី8សម្រាប់កំណត់សម្គាល់ដែលខ្ញុំលើកឡើងជុំវិញទាក់ទងទៅនឹង life is the most difficult exam នេះបាទអញ្ចឹងនៅក្នុងជីវិតរស់នៅរបស់មនុស្សយើងគឺតែងតែជួបប្រទះទៅនឹងបញ្ហាហើយមានបុគ្គលខ្លះក៏មានការបោះបង់នៅជីវិតមួយនឹងផងដែរតាក់ទងទៅនឹងជុំវិញ the life is the most difficult exam នេះគេសម្រួលថាជីវិតគឺជាវិញ្ញាសាដ៏លំបាកមួយបងប្អូនណាដែលជាលំបាកមួយដោយបងប្អូនតែងតែជួបប្រទះនៅក្នុងស្ថានភាពនៅសកម្មភាពជាក់ស្ដែងដែលបងប្អូនបានឃើញហើយមានបុគ្គលខ្លះក៏បរាជ័យនៅក្នុងការដឹកនាំជីវិតរបស់ខ្លួនគាត់ហើយមានបុគ្គលខ្លះក៏ទទួលបានជោគជ័យប៉ុន្តែភាគច្រើនគឺតែងតែជួបនៅភាពលំបាកពីព្រោះថាជីវិតគឺជាការសិក្សាបងប្អូនណាបាទជីវិតគឺជាការសិក្សាអញ្ចឹងនៅជុំវិញប្រធានបទនេះដែលគេនិយាយថា the life is the most difficult exam នេះគេបន្តទៀតថា many people fail because of try to copy others មានន័យថាមនុស្សជាច្រើនដែលមានការបរាជ័យនៅក្នុងការរស់នៅឬក៏ក្នុងឆាកជីវិតរបស់រស់នៅរបស់គាត់ទាំងជីវិតsingle ក៏ជីវិតអាពាហ៍ពិពាហ៍ហ្នឹងគឺដោយសារតែការព្យាយាមនៅក្នុងការ copy យករូបឬក៏សន្តានចេញអំពីអ្នកដទៃបាទអញ្ចឹងហើយបានគេនិយាយថា many people fail because of they try to copy others មានន័យថាគាត់ព្យាយាម copy ចេញពីអ្នកដទៃដោយគាត់អត់បានមានផែនការមានទស្សនវិស័យសម្រាប់ខ្លួនឯងទេគឺគាត់ឃើញជីវិតគ្រួសារគេទៅបែបអញ្ចេះគាត់ចាប់ផ្ដើមធ្វើបាទគាត់ចាប់ផ្ដើមធ្វើនៅពេលគាត់ដែលធ្វើទៅវាជារឿងនៅបញ្ហាមួយដែលដោយសារតែយើងអត់មានគោលខ្លួនឯងបងប្អូនណាបាទអញ្ចឹងថ្ងៃនេះឃើញគេធ្វើអញ្ចោះក៏ចាប់ផ្ដើមមករត់តាមគេហើយស្អែកឡើងក៏ឃើញចោះផ្សេងទៀតក៏ចាប់ផ្ដើមនៅអនុវត្តតាមអ្នកដទៃអញ្ចឹងទៅអញ្ចឹងហើយជាហេតុដែលនាំឲ្យគាត់មានបញ្ហាបរាជ័យនៅក្នុងការដឹកនាំនៃជីវិតរបស់គាត់ហើយគេបន្តទៀតថា not realizing that everyone has a different question papers បាទហើយគាត់បន្តទៀតថាដោយគាត់ព្យាយាមបានគប់ចម្លងពីអ្នកដទៃហើយក៏គាត់អត់បានយល់ថាគ្រប់អ្នករាល់គ្នាតែងតែមាននៅគេហៅថា question paper មាននៅចម្លើយបាទចង់និយាយថាសំណួរបាទក្រដាសសំណួរហ្នឹងខុសប្លែកអំពីគ្នាអញ្ចឹងហើយយើង
ខំព្យាយាមទៅតាមគេវាធ្វើឲ្យយើងនឹងអត់ទទួលបានជោគជ័យតាកតងទៅនឹង questions បាទ question paper នេះគឺដែលយើងផ្ដោតទៅលើអំពីជីវិតមានន័យថាអាចក្នុងន័យគេចង់និយាយថាមនុស្សម្នាក់គឺតែងតែមានទស្សនវិស័យនៃជីវិតរស់នៅរបស់ពួកគេរៀងខ្លួននៅពេលដែលយើងព្យាយាមfit ខ្លួនឯងបាទ fit ខ្លួនឯងដើម្បីឲ្យត្រូវទៅនឹងស្ថានភាពរបស់គេគឺវាជារឿងមួយដ៏ខុសប្លែកពីគេអញ្ចឹងហើយបានយើងធ្វើអត់ដូចគេបងប្អូនណាឧទាហរណ៍ថាយើងឃើញស្ថានភាពគ្រួសារគេគ្រាន់បើហើយយើងចាប់ដើមទៅយើងអនុវត្តទៅថាឲ្យដូចគ្រាន់បើដូចគេវាទៅអត់រួចដោយសារតែយើងវាមានលក្ខណៈខុសគ្នាអញ្ចឹងហើយដោយគេឲ្យយើងយល់ថាគេនិយាយថា not realizing that everyone has a different question paper យើងត្រូវយល់អានឹងដែរបងប្អូនណាអញ្ចឹងយើងរស់នៅក្នុងការរស់នៅគឺត្រូវតែឲ្យមាននៅ unique នៅ life របស់ខ្លួនឯងជីវិតមួយថាតើយើងរស់នៅក្នុងបែបផែនជីវិតបែបណាហើយចង់បានអ្វីនៅក្នុងឆាកជីវិតជាក់ស្ដែងសម្រាប់ក្រុមគ្រួសារសម្រាប់ខ្លួនឯងក្រុមគ្រួសារនិងសង្គមជាតិទាំងមូលបាទនេះជារឿងមួយដែលយើងត្រូវគិតបើសិនជាយើងអត់មានគិតទេវានឹងคล้ายទៅជារឿងមួយលំបាកដែលពាក្យភាសាអង់គ្លេសគេថា the life is the most difficult exam បាទអញ្ចឹងដោយសារតែពាក្យលំបាកហ្នឹងគឺដោយសារអីដោយសារតែយើងនឹងព្យាយាមនៅធ្វើការ copy ចម្លងពីអ្នកដទៃហើយយើងលុបបំបាត់នៅអ្វីដែលជាទស្សនវិស័យនៃគ្រួសារខ្លួនឯងបាទអញ្ចឹងជុំវិញនឹងសរុបមកវិញតាកតងទៅនឹង Life is the most difficult exams. Many people fail because of the try copy other, not realizing that everyone has a different question paper នេះខ្ញុំគិតថាបងប្អូននឹងអាចស្វែងយល់បានហើយនឹងព្យាយាមយល់ហើយសិក្សាបន្ថែមទៀតដើម្បីឲ្យកាន់តែល្អប្រសើរហើយសូមព្យាយាមធ្វើកិច្ចការងារដែលជាគោលរបស់ខ្លួនឯងកុំព្យាយាមគប់ឬក៏ចម្លងចេញពីអ្នកដទៃហើយធ្វើឲ្យខ្លួនយើងនឹងមានបញ្ហាទៅវិញបាទអញ្ចឹងខ្ញុំចន្ទរាមានតែប៉ុណ្្នឹងទេក៏សូមជួបគ្នានៅខ្សែវីដេអូក្រោយហើយប៉ុន្តែមុននឹងបញ្ចប់ក៏សូមជូនពរទៅដល់បងប្អូនជួបតែសុភមង្គលគ្រប់ទិវារាត្រីកុំបីអាខានឡើយហើយជាពិសេសបើសិនជាបងប្អូនគិតថាតាក់ទងទៅនឹងប្រធានបទនេះមានសារៈសំខាន់សម្រាប់មនុស្សដែលជាទីស្រឡាញ់បងប្អូនអាចធ្វើការចែករំលែកទៅតាមការគួរបាទអញ្ចឹងខ្ញុំចន្ទរាជួបគ្នានៅខ្សែវីដេអូក្រោយបាយបាយ